ក្នុងយុគសម័យទំនើបការរីកចម្រើនផ្នែកខាងបច្ចេកទេសបានធ្វើឲ្យមនុស្សរស់នៅកាន់តែមានភាពងាយស្រួលនិងកាន់តែមានទំនាក់ទំនងខិតជិតគ្នាអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកអ្វីដែលប្លែកៗនិងជារបបគំហើញថ្មីៗនៅជុំវិញពិភពលោកសម្រាប់បម្រើឲ្យតម្រូវការមនុស្សសម័យបច្ចុប្បន្ននិងទុកឲ្យមនុស្សសម័យជំនាន់ក្រោយផងដែរបើយើងងាកទៅមើលសម័យអតីតកាលវិញអ្នកវិទ្យាសាស្ត្រសម័យបុរាណបានបន្សល់ទុកនូវកេរដំណែលជាច្រើនសម្រាប់ឲ្យមនុស្សសម័យបច្ចុប្បន្នប្រាស្រ័យទាក់ទងក៏ដូចជាប្រើប្រាស់ដែលមានប្រសិទ្ធភាពនិងវិវត្តទៅរកភាពជឿនលឿនជាបន្តទៅទៀតជាក់ស្ដែងដូចជាការបង្កើតឲ្យមានរថភ្លើងសម្រាប់ដឹកអ្នកដំណើរក៏ដូចជាដឹកទំនិញនៅក្នុងប្រទេសនីមួយៗថ្ងៃនេះខ្ញុំនឹងលើកយកអំពីប្រវត្តិនៃការកកើតដំបូងបង្អស់នៃរថភ្លើងនៅលើពិភពលោកដែលវាជាមូលដ្ឋានគ្រឹះដ៏ជាក់លាក់បំផុតសម្រាប់បង្កើតរថភ្លើងសម័យទំនើបដែលមានផលប្រយោជន៍យ៉ាងធំធេងសម្រាប់ការដឹកជញ្ជូននាពេលបច្ចុប្បន្នរថភ្លើងដំបូងគេនៅលើពិភពលោកត្រូវបានបង្កើតឡើងនៅដើមសតវត្សទី19ក្នុងអំឡុងពេលបដិវត្តន៍ឧស្សាហកម្មការបង្កើតរថភ្លើងដែលប្រើដោយចំហាយទឹកដំបូងបង្អស់ក៏ត្រូវបានវិវត្តឲ្យប្រើប្រាស់ពេញលេញនៅក្នុងឆ្នាំ1825ដែលក្រុមហ៊ុនរបស់ George Stephen ជាវិស្វករជាជនជាតិអង់គ្លេសបានរចនា Metal Machine លេខ1ហើយក៏បានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ1825ពេលដែលលេចរូបរាងឡើងនៅក្បាលរថភ្លើងប្រើដោយចំហាយទឹកនៅប្រទេសអឺរ៉ុបមានអាល្លឺម៉ង់និងអង់គ្លេសជាដើមនឹងបានប្រើរទេះសេះដែលបើកទៅលើផ្លូវដែលធ្វើអំពីឈើឬអំពីដែករួចទៅហើយដើមសតវត្សឆ្នាំ1800ផ្លូវដែកនិងរទេះត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនជាប្រចាំថ្ងៃគេបានដឹកជញ្ជូនជូនថ្មនិងទំនិញផ្សេងៗជារឿងធម្មតាទៅហើយបាទរថភ្លើងដែលដើរដោយចំហាយទឹកដំបូងគឺក្នុងឆ្នាំ1804 Richard Trevithick ជាវិស្វករអង់គ្លេសបានសាងសង់ក្បាលរថភ្លើងដែលមានថាមពលចំហាយទឹកពេញដំបូងនៅក្នុងឆ្នាំ1804បាទរថភ្លើងរបស់គាត់បានរត់នៅលើផ្លូវដែកដែលធ្វើពីដែកថែបរបស់លោក Penny Darren ដោយមានទម្ងន់ដែកចំនួន10តោននិងមានអ្នកដំណើរចំនួន70នាក់បីជាយ៉ាងណាក៏ដោយបច្ចេកទេសរថភ្លើងថ្មីមួយនេះមិនត្រូវបានដាក់ឲ្យដំណើរការញឹកញាប់នោះទេដោយសារតែមានបញ្ហាខាងមេកានិកផងបញ្ហាខាងខូចខាតផ្នែកខាងបច្ចេកទេសផងនៅ Stockton និង Radiston នៅក្នុងឆ្នាំ1825 George Stephenson ធ្វើឲ្យប្រសើរឡើងនៅការរចនាក្បាលរថភ្លើងសម្រាប់ការបង្កើតចំហាយទឹកដំបូងបង្អស់ដែលគេនឹងដំណើរការនៅលើផ្លូវដែកជាសាធារណៈវាត្រូវបានដាក់ឲ្យដំណើរការដំបូងនៅថ្ងៃទី27ខែកញ្ញាឆ្នាំ1825នៅលើផ្លូវដែកនៃប្រទេសអង់គ្លេសការដាក់ឲ្យប្រើប្រាស់នេះគឺជាការបង្ហាញអំពីសក្តានុពលថ្មីមួយទៀតរបស់ពិភពលោកគឺជាការបង្ហាញនៅសមិទ្ធផលរថភ្លើងដំបូងគេបំផុតនៅលើពិភពលោកហើយក្រោយមកទៀត Stephenson ក៏បានសាងសង់រ៉ុកែតដែលជាក្បាលរថភ្លើងចំហាយទឹកដែលមានប្រភពនិងមានកម្លាំងខ្លាំងជាងគេនៅក្នុងឆ្នាំ1829ផ្លូវដែក Liverpool និង Manchester បានបើកនៅក្នុងឆ្នាំ1830គឺជាផ្លូវដែកដំបូងគេបង្អស់ដែលផ្ដល់សេវាកម្មដឹកអ្នកដំណើរដោយទៀងទាត់ហើយប្រើក្បាលម៉ាស៊ីនចំហាយទឹកនេះបងប្អូនអរគ្នានៅមុនពេលដែលបង្កើតឡើងនៅក្បាលរថភ្លើងដែលប្រើដោយចំហាយទឹកនឹងនៅក្នុងតំបន់អឺរ៉ុបគេបានប្រើប្រាស់ផ្លូវដែកនិងផ្លូវដែលក្រាលដោយឈើរួចស្រេចទៅហើយសម្រាប់ធ្វើដំណើរដឹកជញ្ជូនតាមរទេះមានដឹកជញ្ជូនថ្មនិងដឹកទំនិញផ្សេងៗជាដើមដូចជានៅប្រទេសក្រិកសម័យបុរាណនៅទីក្រុងរូមនៅសតវត្សទី6គេបានប្រើផ្លូវដែលក្រាលទៅដោយឈើសម្រាប់ធ្វើដំណើរឬក៏ដឹកជញ្ជូនទំនិញផ្សេងៗដើម្បីសម្រាលកុំឲ្យមានការយ៉ាប់យ៉ឺនខ្លាំងចំពោះការដឹកជញ្ជូនដោយគេបានយកបន្ទះឈើមកក្រាលពីលើផ្លូវដីដែលមានពីមុនមកដើម្បីឲ្យកាន់តែងាយស្រួលដល់សតវត្សទី18ផ្លូវដែកបានមកជំនួសផ្លូវឈើម្ដងធ្វើឲ្យការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាពនៅដើមសតវត្សទី19ផ្លូវដែកដែលដើរដោយចំហាយទឹកដំបូងក្នុងឆ្នាំ1804លោក Richard Trevithick វិស្វករអង់គ្លេសបានសាងសង់ក្បាលរថភ្លើងដើរដោយថាមពលចំហាយទឹកដំបូងដែលរត់លើផ្លូវដែកមួយនៅភាគខាងត្បូងទោះបីជាយ៉ាងណាក៏ដោយវាគឺមិនត្រូវបានការបើកបរញឹកញាប់និងមានភាពអត់ខ្ចោះនោះទេផ្លូវដែកជាសាធារណៈដំបូងគេនៅលើពិភពលោកដើម្បីប្រើប្រាស់ក្បាលម៉ាស៊ីនដែលដើរដោយចំហាយទឹកគឺបានបើកនៅប្រទេសអង់គ្លេសនៅថ្ងៃទី27ខែកញ្ញាឆ្នាំ1825រចនាដោយលោក George Stephenson ផ្
ផ្លូវរទេះភ្លើងជាលើកដំបូងនេះបានតភ្ជាប់ទៅកាន់កំពង់ផែ Southampton នៅក្នុងតំបន់ស្តុកនៃប្រទេសអង់គ្លេសបារថភ្លើងបានចាប់ផ្ដើមដឹកអ្នកដំណើរនិងទំនិញបានដោយជោគជ័យវាគឺជាបំលាស់ប្ដូរយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រនៃការដឹកជញ្ជូនដែលក្បាលរថភ្លើងត្រូវបានដឹកទំនិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រវត្តិសាស្ត្រពិភពលោកជាលើកដំបូងLiverpool និងផ្លូវដែក Manchester ត្រូវបានបើកឲ្យដំណើរការដំបូងបំផុតនៅថ្ងៃទី15ខែកញ្ញាឆ្នាំ1830វាជាផ្លូវដែកដំបូងគេបំផុតដែលបើកឲ្យដំណើរការដឹកអ្នកដំណើរបានយ៉ាងទៀងទាត់ដោយប្រើក្បាលម៉ាស៊ីននៃចំហាយទឹកបងប្អូនបាននិយាយថាពីមុនមកគឺដឹកអ្នកដំណើរមិនបានទៀងទាត់នោះទេដោយសារតែមានបញ្ហាខាងមេកានិកក៏ដូចជាមានការខូចខាតផ្សេងៗនៅសតវត្សទី19ប្រទេសបារាំង បែលហ្ស៊ិក អាល្លឺម៉ង់នៅឆ្នាំ1830ដល់ឆ្នាំ1940ប្រទេសទាំងនេះត្រូវបានអនុម័តបច្ចេកវិទ្យាផ្លូវដែកយ៉ាងឆាប់រហ័សដើម្បីជំរុញពាណិជ្ជកម្មនិងឧស្សាហកម្មងាកមកមើលសហរដ្ឋអាមេរិកវិញផ្លូវដែកដែលតភ្ជាប់ទៅនឹងកំពង់ផែកប៉ាល់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1827នៅរដ្ឋអូហាយ៉ូហើយដល់ឆ្នាំ1860អាមេរិកបានបង្កើតផ្លូវដែកតភ្ជាប់ឆ្លងកាត់ទន្លេពីត្រើយខាងកើតទៅត្រើយខាងលិចបច្ចេកវិទ្យានេះបានទៅដល់ប្រទេសឥណ្ឌានៅក្នុងឆ្នាំ1853ឥណ្ឌាបានតភ្ជាប់ផ្លូវដែកពីទីក្រុងប៊ុំបៃទៅអ្នកថេបចំណែកឯនៅប្រទេសរុស្ស៊ីវិញនៅក្នុងឆ្នាំ1864ផ្លូវដែកដែលតភ្ជាប់ឆ្លងកាត់សមុទ្រត្រូវបានបង្កើតឡើងហើយក្រោយមកត្រូវបានគេស្គាល់ថាជាផ្លូវដែកដែលមានប្រវែងវែងជាងគេនៅលើពិភពលោកប្រទេសជប៉ុនឆ្នាំ1872ផ្លូវដែកដំបូងបានភ្ជាប់ពីទីក្រុងតូក្យូទៅទីក្រុងយូហ្គោហាម៉ាផ្លូវដែកបានផ្លាស់ប្ដូរការដឹកជញ្ជូនដោយឲ្យការធ្វើដំណើរលឿននិងមានតម្លៃសមរម្យជាងពួកគេបានសម្របសម្រួលវិវត្តឧស្សាហកម្មនគរូបនីយកម្មនិងកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក